រឿងនេះបានកើតឡើងចំពោះយុវជន3នាក់ឈ្មោះសុករតនានិងពិសិដ្ឋដែលបានសម្រេចចិត្តទៅបកជំរំក្នុងព្រៃជ្រៅមួយនៅក្បែរជើងភ្នំពេលថ្ងៃលិចសុកបានប្រាប់មិត្តភ័ក្តិរបស់ខ្លួនថាគាត់បានឮដំណឹងពីអ្នកភូមិក្បែរនោះថាមានផ្ទះឈើចាស់ទ្រុឌទ្រោមមួយខ្នងត្រូវបានគេបោះបង់ចោលនៅជ្រៅក្នុងព្រៃផ្ទះនោះចម្លែកត្រង់ថាវាគ្មានបង្អួចសោះមានតែទ្វារមួយគត់នៅខាងមុខគេតែងនិយាយតគ្នាថាពេលយប់ម្ដងតែងឮសំឡេងយំខ្សឹកខ្សួនចេញពីខាងក្នុងដោយសារតែពួកគេជាមនុស្សចូលចិត្តផ្សងព្រេងក្មេងទាំង3នាក់ក៏សម្រេចចិត្តដើររកផ្ទះនោះក្រោយពីដើរវង្វេងអស់រយៈពេលជាយូរទីបំផុតពួកគេក៏បានឃើញផ្ទះឈើខ្មៅងងឹតមួយខ្នងឈរខ្ពស់ត្រដែតកណ្ដាលដើមឈើធំពេលនោះមេឃបានងងឹតហើយភាពស្ងាត់ជ្រងំបានគ្របដណ្ដប់លើបរិយាកាសទាំងមូលពិសិដ្ឋអូហូពិតមែនគ្មានបង្អួចសោះមើលទៅព្រឺសម្បុរណាស់ពួកគេបានសម្រេចចិត្តចូលទៅក្នុងផ្ទះនោះទ្វារឈើចាស់ទ្រុឌទ្រោមបានបើកឡើងដោយមានសំឡេងអែតមួយឬពេញប្រៃនៅក្នុងផ្ទះងងឹតស្លុបនឹងត្រជាក់ខ្លាំងដោយជាមិនដែលមានពន្លឺព្រះអាទិត្យចាំងចូលឡើយពួកគេបានដុតគោមព្រេងដើម្បីបំភ្លឺពេលកំពុងដើររកមើលអ្វីប្លែកស្រាប់តែក្រឹតក្រឹតក្រឹតសំឡេងកោសជញ្ជាំងយ៉ាងយឺតបានបន្លឺឡើងពីជញ្ជាំងមួយកន្លែងរតនាសំឡេងអីហ្នឹងនាងកាន់ដៃសុកយ៉ាងណែនសុកបានលើកគោមព្រេងទៅជិតជញ្ជាំងនោះស្រាប់តែពួកគេឃើញស្នាមកោសរូងជ្រៅដូចជាស្នាមក្រចកមុតស្រួចនៅលើផ្ទៃឈើពិសិដ្ឋបានលើកដៃស្ទាបហើយនិយាយទាំងភ័យរន្ធត់ថាវាដូចជាស្នាមក្រចកដៃមនុស្សតែវាមិនទាន់ស្ងួតផងភ្លាមនោះខ្យល់ត្រជាក់រឹតតែបក់បោកខ្លាំងឡើងគោមព្រេងចាប់ផ្ដើមរលត់ម្ដងបន្តិចសុកបានងាកមើលក្រោយគាត់បានឃើញស្រមោលខ្មៅរាងខ្ពស់ស្រឡះមួយឈរនៅចុងបន្ទប់ស្រមោលនោះគ្មានមុខមាត់តែគាត់មានអារម្មណ៍ថាវាកំពុងសម្លឹងមើលពួកគេទាំង3នាក់យ៉ាងមុតស្រួយសំឡេងយំខ្សឹកខ្សួលដែលពួកគេបានឮតាំងពីដើមបានបន្លឺឡើងកាន់តែខ្លាំងឡើងដូចជាចេញពីជញ្ជាំងទាំងអស់នៅជុំវិញពួកគេរតនាយើងត្រូវចេញទៅខ្ញុំមិនអាចទ្រាំបានទៀតទេពេលពួកគេរត់សម្ដៅទៅទ្វារស្រាប់តែក្រឹបទ្វារដែលពួកគេបានបោកចំហនោះបានបិទដោយខ្លួនឯងយ៉ាងលឿននិងលឺសូរខ្លាំងពួកគេ3នាក់បានព្យាយាមរុញទ្វារនោះអស់ពីកម្លាំងតែវាមិនចេញសោះដូចជាមានអ្វីមួយទប់ពីខាងក្រៅយ៉ាងណែននៅក្នុងភាពភ័យខ្លាចដ៏កំពូលរតនាក៏ចាប់ផ្ដើមស្រែកពេលនោះសុកបានងាកទៅមើលស្រមោលខ្មៅនោះម្ដងទៀតស្រមោលនោះលែងឈរស្ងៀមទៀតហើយវាចាប់ផ្ដើមរំកិលខ្លួនយ៉ាងយឺតមករកពួកគេស្របពេលជាមួយគ្នាសំឡេងកោសក៏លែងឮទៀតដែរជំនួសមកវិញពួកគេឮសំឡេងខ្សឹបខ្សៀវមួយនៅក្បែរត្រចៀកហេតុអ្វីបានជាឯងមកលេងកន្លែងរបស់ខ្ញុំមុនពេលពួកគេអាចស្រែកឬធ្វើអ្វីបានស្រមោលនោះបានលោតសំដៅមករកពួកគេពេលនោះពួកគេមានអារម្មណ៍ដូចជាមានក្រចកដៃមុតស្រួចជាច្រើនបានចាប់ទាញដៃរបស់ពួកគេចូលទៅក្នុងជញ្ជាំងឈើខ្មៅងងឹតនោះពេលព្រឹកឡើងគេបានរកឃើញតែគោមព្រេងដែលដាច់រលត់និងទ្វារផ្ទះឈើចាស់ដែលបើកចំហតែប៉ុណ្ណោះគ្មាននរណាម្នាក់ដឹងថាសុករតនានិងពិសិដ្ឋបាត់ទៅណាឡើយប៉ុន្តែអ្នកភូមិដែលហ៊ានចូលទៅជិតផ្ទះនោះនៅពេលក្រោយតែងតែរាយការណ៍ថាពួកគេឃើញស្នាមក្រចកថ្មីរឹតតែច្រើនឡើងនៅលើជញ្ជាំងខាងក្នុងហើយពេលខ្លះពួកគេក៏ឮសំឡេងយំសស្រាក់3នាក់